ទូរទស្សនិកជនយើងក៏លេចមើលព័ត៌មានតាក់ទងទៅនឹងបញ្ហារុស្ស៊ីនិងអ៊ុយក្រែនវិញរហូតមកដល់ពេលនេះគឺរយៈពេលអំឡុង2សប្តាហ៍ចុងក្រោយនេះយើងបានមើលឃើញថាទាហានរបស់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមបង្កើននៅការវាយប្រហាររបស់ខ្លួនទៅកាន់ទាហានរបស់ប្រទេសរុស្ស៊ីហើយជាលទ្ធផលនៅក្នុងរយៈពេលអំឡុង2សប្តាហ៍ចុងក្រោយនេះគឺមានដែនដីរបស់អ៊ុយក្រែនជាច្រើនដែលកន្លងមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីបាទជាពិសេសនៅខាងភាគឦសាននៃប្រទេសនេះគឺត្រូវបានទាហានអ៊ុយក្រែនដណ្ដើមយកមកវិញយើងបានមើលឃើញថានៅពេលបច្ចុប្បន្នដែនដីដែលអ៊ុយក្រែនដណ្ដើមបានគឺមានវិសាលភាពកាន់តែធំទៅហើយគេបានមើលឃើញផងដែរថាទាហានរបស់អ៊ុយក្រែននៅពេលបច្ចុប្បន្នកំពុងតែមានភាពមោះមុតខ្លាំងបន្ទាប់ពីពួកគេទទួលបាននៅជំនួយជាសពាវុធទំនើបពីបណ្ដាប្រទេសជាមិត្តនៅលោកខាងលិចនោះតែឯកជនតាក់ទងទៅនឹងព័ត៌មានពិស្ដារថាតើគិតត្រឹមពេលនេះវិសាលភាពនៃដែនដីដែលអ៊ុយក្រែនដណ្ដើមពីរុស្ស៊ីបានមកវិញនោះមានវិសាលភាពប៉ុណ្ណាហើយថាតើបណ្ដាអ៊ុយក្រែននិងរុស្ស៊ីនេះនៅតែបន្តការប្រយុទ្ធគ្នាបែបនេះទៀតឬក៏អាចមានលទ្ធភាពនៃការចរចាសន្តិភាពណាមួយអាចកើតមានឡើងដែរការនៅពិស្ដារយើងមានការចូលរួមបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយរូបទៀតរបស់ BTV លោករីណានាដំណាក់កាលចុងក្រោយនេះតើវិសាលភាពនៃដែនដីដែលអ៊ុយក្រែនដណ្ដើមបានពីរុស្ស៊ីមកវិញត្រូវបានគេមើលឃើញថាមានវិសាលភាពយ៉ាងណាខ្លះដែរបាទការវាយបកចុងក្រោយដែលមានរយៈពេលជាង2សប្តាហ៍របស់អ៊ុយក្រែនដែលវាយប្រហារដណ្ដើមដែនដីមកវិញនេះគឺត្រូវបានបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែនថាដំណាក់កាលចុងក្រោយនេះគឺដែនដីដែលដណ្ដើមបានមកវិញគឺទំហំ6000គីឡូម៉ែត្រក្រឡាដែលពីដណ្ដើមបានជាពិសេសធំជាងគេនៅទីតំបន់ខាគីវឬហៅថាខេត្តខាគីវនេះស្ទើរទាំងស្រុងដែលបានដណ្ដើមមកវិញប៉ុន្តែគ្រាន់តែនៅកន្លែងខ្លះនៅមានការវាយបកខ្លះរបស់កងកម្លាំងរុស្ស៊ីហើយមួយចំនួនទៀតគឺបានរត់ចូលទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ីដូច្នេះជារួមគឺដែនដីដែលដណ្ដើមបានជារួមហ្នឹងគឺមានប្រមាណជា6000ជាង6000គីឡូម៉ែត្រកាឡាដែលគេថាមាន1/5តែប៉ុណ្ណោះទេដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក្នុងចំណោមដែនដីទាំងអស់ដែលរុស្ស៊ីដណ្ដើមបានហ្នឹងគឺមួយផ្នែកធំដែរនេះគឺអ៊ុយក្រែនដណ្ដើមបានហើយបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនថាមកទល់ពេលនេះគេហៅថាវិធានការធានាស្ថិរភាពសម្រាប់ដែនដីដែលខ្លួនដណ្ដើមបានមកវិញពីប្រទេសពីការគ្រប់គ្រងរបស់រុស្ស៊ីនេះគឺមានជាង4000គីឡូម៉ែត្រកាឡាហើយមានន័យថាវិធានការផ្ដល់ស្ថិរភាពគឺជាកន្លែងដែលគេជំរះទាំងបញ្ហាជនសេះសល់នៅក្នុងសង្គ្រាមដែលអាចជាបន្លំខ្លួនជាជនស៊ីវិលហើយដែលអាចជាក្រុមវិឆេទកម្មហើយដែលអាចជាអ្នកខុបខិតជាមួយរុស្ស៊ីនឹងក៏ត្រូវបានចាប់ខ្លួនហើយនឹងត្រូវបានតាមដានទាំងអស់ហើយសរុបប្រជាពលរដ្ឋនៅក្នុងដែនដីដែលរំដោះបានហ្នឹងគឺមានជាង150,000នាក់ហើយកងកម្លាំងអ៊ុយក្រែនក៏ដូចជាមន្ត្រីរដ្ឋាភិបាលហ្នឹងបានចុះទៅចែកជាជំនួយមនុស្សធម៌ជាបណ្ដោះអាសន្នហើយប្រជាពលរដ្ឋក៏បានអបអរសាទរអ្នកខ្លះថារស់នៅក្នុងកន្លែងលាក់ខ្លួននឹងជាង2ខែមកហើយទន្ទឹងរង់ចាំការវិលត្រឡប់មកវិញនៃទាហានអ៊ុយក្រែនឥឡូវនេះគឺបានដូចបំណងប្រាថ្នាហើយលោកស្រីហាណាមេលីយ៉ាគឺជាអនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនបាននិយាយប្រាប់អ្នកសារព័ត៌មានថានៅមានផែនការចុងក្រោយទៀតដែលត្រូវកសោបយកតំបន់ខាគីវទាំងមូលត្រឡប់មកវិញក៏ប៉ុន្តែគ្រាន់ថាដំណាក់កាលនេះវាឆាប់ពេកមិនអាចពិពណ៌នាឲ្យអស់បានទេអញ្ចឹងជារួមការវាយលុករបស់អ៊ុយក្រែនដែលមានសន្ទុះខ្លាំងក្លាបំផុតគឺនៅតំបន់ខាគីវភាគឦសានរបស់អ៊ុយក្រែនហ្នឹងគឺឈានជិតចូលទៅដល់ជាប់ជាមួយនឹងខេត្តលូហានទៅហើយមកភាគខាងត្បូងខឺសិនហ្នឹងខេត្តខឺសិនឬតំបន់ខឺសិនហ្នឹងគឺបានឈានចូលទៅជិតដល់ទីក្រុងខឺសិនទៅហើយនេះបើតាមការបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ISW ហ្នឹងថារូបភាពផ្កាយរណបបង្ហាញពីទាហានរុស្ស៊ីរត់ចោលរត់ចោលគ្រឿងយុទ្ធឧបករណ៍មានរថក្រោះមានកាភ្លើងធំរថពាសដែកជាដើមហ្នឹងគឺនៅកន្លែងមូលដ្ឋានប្រយុទ្ធនៅក្បែរទីក្រុង Kherson ហើយនៅ Melitopol ដែលនៅខាងលិច Mariupol ឆ្ពោះទៅកាន់ជាច្រកមួយដែលទៅកាន់
ឧបទ្វីបគ្រីមេដែលរុស្ស៊ីបានដាក់ចូលក្នុងឧបសម្ព័ន្ធឆ្នាំ2014ហ្នឹងគឺម៉ាលីតូប៉ូលទាហានរុស្ស៊ីបានភៀសចេញពីម៉ាលីតូប៉ូលស្ទើរទាំងអស់ហើយទៅកាន់តំបន់គ្រីមេដើម្បីគេចពីការវាយប្រហារសន្ធាប់របស់កងកម្លាំងអ៊ុយក្រែនជារួមនៅពេលនេះគឺដែនដីដែលដណ្ដើមបានក្នុងរយៈពេលជាង2សប្តាហ៍គឺបានជាង6000គីឡូម៉ែត្រកន្លះដែលស្ថិតក្រោមការគ្រប់គ្រងពេញដៃរបស់ប្រទេសអ៊ុយក្រែនហើយបាទ បាទរហូតមកដល់ពេលនេះនៅក្នុងស្ថានភាពដ៏តានតឹងនេះតើមានចង់ដឹងអំពីលទ្ធភាពនៃការចរចាស្វែងរកសន្តិភាពវិញថាតើភាគីទាំងពីរនៅតែបន្តការប្រយុទ្ធគ្នាបែបនេះដោយមិនខ្វល់អំពីការចរចាសន្តិភាពទេឬក៏យ៉ាងណាលោករីណាបាទកន្លងមកខាងភាគីអ៊ុយក្រែនក៏ធ្លាប់បានលើកឡើងដែរថានៅពេលដែលកងកម្លាំងរុស្ស៊ីដណ្ដើមបានខេត្តលូហាន់ទាំងមូលហើយវាយកដូនញ៉េតបដាហ្នឹងគឺរុស្ស៊ីបានលើកពីការចរចាដែរប៉ុន្តែការចរចាហ្នឹងគឺលក្ខខណ្ឌចាស់ដដែលទេដែលទាមទារឲ្យអ៊ុយក្រែនមិនចូលបកសម្ព័ន្ធមិនចូលសម្ព័ន្ធយោធា NATO នៅជាប្រទេសអព្យាក្រឹតហើយជាប្រទេសគ្មានយោធានិងបកគលដែនដីដែលខ្លួនគ្រប់គ្រងដល់ប្រមាណទៅឲ្យរុស្ស៊ីអញ្ចឹងហើយអ៊ុយក្រែនមិនទទួលយកទេតែអ៊ុយក្រែនបានបញ្ជាក់ដែរថានៅពេលដែលកងកម្លាំងអ៊ុយក្រែនមានសន្ទុះខ្លាំងក្លាក្នុងការវាយបកអ៊ុយក្រែនអាចរំលឹកឡើងវិញអំពីការចរចាជាមួយរុស្ស៊ីប៉ុន្តែឥឡូវនេះគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នឹងបានប្រកាសឲ្យថាខ្លួននឹងបន្តយុទ្ធនាការវាយបកដណ្ដើមដែនដីយកមកវិញរហូតទៅដល់តំបន់គ្រីមេឧបទ្វីបគ្រីមេដែលរុស្ស៊ីបានដាក់ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនខេត្តលូហាននិងដូញ៉េតដែលត្រូវបានក្រុមអបគមកាន់កាប់ដោយផ្នែកកាលពីឆ្នាំ2014ហ្នឹងគឺរុស្ស៊ីអ៊ុយក្រែនត្រូវតែវាយយកត្រឡប់មកវិញនេះគឺខាងជំហរអ៊ុយក្រែនដែលលោកZelenskyបានបញ្ជាក់ដដែលហើយក៏ប៉ុន្តែមានខាងអធិការបតីអាល្លឺម៉ង់លោកអូឡាហ្វសូលនឹងគឺកាលពីម្សិលមិញបានសន្ទនាតាមទូរស័ព្ទជាមួយលោកពូទីនក៏បានលើកឡើងអំពីការចរចានេះដែរនៅពេលដែលអ៊ុយក្រែនមានសន្ទុះខ្លាំងក្លាក្នុងការវាយប្រហារហ្នឹងគឺលោកអូឡាហ្វសូលបានស្នើឲ្យលោកវ្លាឌីមៀរពូទីនងាកមករកតុចរចាមករកដំណោះស្រាយការទូតឲ្យបានឆាប់បំផុតដោយលោកថាផ្អែកលើបទឈប់បាញ់ជាក់ស្ដែងកន្លែងណាមួយផ្អាកប្រយុទ្ធគ្នាហើយវិលមករកតុចរចាជជែកឬក៏អាចចាប់ផ្ដើមពីកិច្ចចរចាដែលជាប់គាំងកាលពីខែមីនានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនោះហើយដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនេះហើយខាងជាមួយគ្នាដែរនៅខាងអ៊ុយក្រែនក៏មានការលើកឡើងពីអនុសាសន៍ថ្មីនៃលក្ខខណ្ឌធានាសន្តិសុខអន្តរជាតិសម្រាប់អ៊ុយក្រែនក៏ប៉ុន្តែគ្រាន់តែជាការព្រៀងឡើងទេអតីតអគ្គលេខាធិការសម្ព័ន្ធយោធា NATO ជាមួយនឹងប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែននឹងក៏បានជួបពិភាក្សានិងបានលើកឡើងអំពី proposal អំពីសំណើដែលជា recommendation ដែលជាអនុសាសន៍តាក់ទងជាមួយនឹងការធានាសន្តិសុខអន្តរជាតិសម្រាប់ប្រទេសអ៊ុយក្រែនក្រោយចប់សង្គ្រាមជាមួយរុស្ស៊ីក៏ប៉ុន្តែភាគីទាំងពីរពុំបានលើកឡើងអំពីការចរចាណាមួយរបស់រុស្ស៊ីជាមួយរុស្ស៊ីទេហើយរុស្ស៊ីក៏មិនបានបង្ហើបពីការចរចាដែរដោយគ្រាន់តែថាបើចង់ចរចាគឺទទួលយកលក្ខខណ្ឌរុស្ស៊ីគឺចប់ដាច់រឿងហើយដូច្នេះមានតែអាល្លឺម៉ង់ទេដែលស្នើឲ្យខាងលោកវ្លាឌីមៀរពូទីននឹងគឺងាកមករកដំណោះស្រាយការទូតតាមរយៈការចរចាស្វែងរកបទឈប់បាញ់មួយដើម្បីបញ្ចប់សង្គ្រាមនេះបាទដូចណាការបង្កើនព្រៀបរបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះយើងអាចមើលឃើញថាមានកត្តាធំអ្វីខ្លះដែលជំរុញឲ្យអ៊ុយក្រែនហាក់ដូចជាមានភាពមោះមុតខ្លាំងនៅក្នុងកិច្ចការនៅពេលនេះបាទលោក Volodymyr Zelensky ធ្លាប់បាននិយាយមកហើយថាអ៊ុយក្រែនពិតមែនថាទ្រុឌទ្រោមដោយសារសង្គ្រាមរយៈកាលកន្លងមកប៉ុន្តែយើងបានសម្រេចបាននូវឯកភាពជាតិនៅភាពក្លាហានតស៊ូមោះមុតសម្រាប់ជាតិទី1គឺមើលឃើញថាជាកម្លាំងតស៊ូមោះមុតរបស់ពលរដ្ឋអ៊ុយក្រែនគេហៅអ្នកស្នេហាជាតិអ៊ុយក្រែនអ្នកជាតិនិយមដែលរុស្ស៊ីតាមរកបំផុតគឺក្រុមអ្នកជាតិនិយមនេះឯងដែលថាមានខួរក្បាលណាស៊ីឬក៏ក្រុមជ្រុលនិយមជាដើមដែលរុស្ស៊ីតែងលើកឡើងនេះគឺប្រទេសអ៊ុយក្រែនទោះបីជាប្រជាពលរដ្ឋសាមញ្ញក៏ដោយដែលមិនមែនជាទាហានក៏ដោយគឺបានស្ម័គ្រចិត្តហ្នឹងគឺមួយផ្នែកធំទៀតគឺបានបណ្ដុះបណ្ដាលនៅចក្រភពអង់គ្លេសនិងនៅសហរដ្ឋអាមេរិកដែលត្រូវបានបញ្ជូនជាបន្តបន្ទាប់ហ្នឹងគឺត្រូវបានហ្វឹកហាត់ឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញប្រយុទ្ធហ្នឹងទាំងបច្ចេកទេសទាំងយុទ្ធវិធីផ្សេងហ្នឹងរយៈពេលជាង3ខែឬក៏5ខែឬក៏6ខែហើយបានបញ្ជូនមកវិញជាបន្តបន្ទាប់នេះគឺចំណែកទី2
ចំណែកទី3តាមការលើកឡើងរបស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW បានបញ្ជាក់ថាភាពមោះមុតក្លាហាននិងវាយរលទៅមុខដ៏លឿនរបស់កងកម្លាំងអ៊ុយក្រែននេះគឺមានជំនួយសំខាន់ពីខាងប្រចាំលោកជាពិសេសគឺ HIMARS ហើយប្រព័ន្ធបាញ់មីស៊ីលHIMARS នឹងឯងដែលផ្ដល់ដោយសហរដ្ឋអាមេរិកនេះគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ដែលឥឡូវនេះคล้ายជាចំណាប់អារម្មណ៍សំខាន់ផ្នែកវិស័យការពារជាតិរបស់ប្រទេសដទៃសូម្បីតែកោះតៃវ៉ាន់ក៏ចង់បានប្រទេសដទៃទៀតក៏កំពុងតែងាកមើលដែរហាក់ដូចជាការធ្វើតេស្តទៅលើសមត្ថភាពអាវុធរបស់សហរដ្ឋអាមេរិកដែលបង្ហាញប្រាប់ពិភពលោកឲ្យងាកមើលអំពីប្រសិទ្ធភាពក៏ប៉ុន្តែជាមួយនឹងអាវុធទំនើបគ្រប់បែបយ៉ាងប្រព័ន្ធការពារដែនអាកាសហើយអ៊ុយក្រែននៅមានសមត្ថភាពដែលទទួលបានការបណ្ដុះបណ្ដាលនិងការលើកទឹកចិត្តពីគ្រប់ទិសទីសម្រាប់កងកម្លាំងអ៊ុយក្រែនអញ្ចឹងវាមាន3-4ចំណុចហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយក៏មានកត្តាធំគឺកត្តាស្មារតីកត្តាស្នេហាជាតិកត្តាក្លាហានមោះមុតនេះដែរបើសិនជាកំសាកគេហៅថាកំសាកញីទេទៅបីយកអាវុធមកកោចោលដើរបុកអាវុធនឹងសន្លប់ទៅទៀតអញ្ចឹងរឿងសំខាន់ជាងគេគឺអាវុធហើយនៅមានការបណ្ដុះបណ្ដាលទៀតហើយទឹកចិត្តរបស់ទាហានខ្លួនឯងហ្នឹងគឺជាអ្នកស្វាហាប់ជាអ្នកស្នេហាជាតិរឹងមាំដាច់ណាមោះមុតមិនដូចរយៈកាលចុងក្រោយរុស្ស៊ីដោយសារតែភាគច្រើនទាហានចុងក្រោយរបស់ក្រុមហ៊ុន Wagner Group គឺជាទាហានស៊ីឈ្នួលដែលគេហៅថាជាចំណីកណ្ដុងហ្នឹងគឺដឹងតែពីរុលចូលហើយយុទ្ធសាស្ត្រតាក់ទិកឬក៏យុទ្ធវិធីនៅលើសមរភូមិគឺមានតិចតួចដោយសារតែជំនួយសំខាន់ពីការវិភាគដោយកំភ្លើងផ្លោងនឹងការវិភាគលើអាកាសយៈកាលកន្លងមកពីខាងរុស្ស៊ីនោះបាទតើវិសាលភាពនៃដែនដីដែលអ៊ុយក្រែនដណ្ដើមបានពីរុស្ស៊ីមកវិញតើមានវិសាលភាពកម្រិតណាបាទបើតាមការបញ្ជាក់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយជាទូទៅក៏ដូចជានៅក្នុងការថ្លែងសន្ទរកថានាពេលយប់ទៅកាន់ពលរដ្ឋរបស់ខ្លួននេះគឺកងកម្លាំងរបស់អ៊ុយក្រែននៅពេលនេះដណ្ដើមបានផ្ទៃដីពីការគ្រប់គ្រងរបស់អ៊ុយក្រែនតាំងពីដំណាក់កាលដំបូងនៃសង្គ្រាមហើយមកដល់ពេលនេះការវាយប្រហារត្រឹមតែរយៈពេល2សប្តាហ៍ឬក៏តិចជាងនេះគឺកងកម្លាំងអ៊ុយក្រែនបានដណ្ដើមបានរហូតដល់ជាង 6000 គីឡូម៉ែត្រក្រឡានៅក្នុងនោះលោកបានបញ្ជាក់ថាស្រុកនានានិងទីប្រជុំជនមួយចំនួនដែលត្រូវដាក់វិធានការស្ដារស្ថិរភាពបានជាង 4000 គីឡូម៉ែត្រកាឡាមានន័យថាតំបន់ដែលដណ្ដើមបានទាំងស្រុងហ្នឹងគឺបានជាង 4000 គីឡូម៉ែត្រកាឡាហើយដែលមានវិធានការស្ដារស្ថិរភាពពេញលេញមានន័យថាស្រាវជ្រាវអ្នកទាំងឡាយណាដែលជាជនបង្កប់ឬក៏អ្នកដែលមិនភៀសខ្លួនទៅហើយបន្លំធ្វើជាពលរដ្ឋធម្មតានិងក្រមវិឆេទករដែលនៅក្នុងដែនដីដែលអ៊ុយក្រែនដើមបានហ្នឹងគឺត្រូវបានរកឃើញអស់ទៅហើយក្រមខុបខិតជាមួយកងកម្លាំងរុស្ស៊ីក៏ត្រូវបានចាប់ឃុំខ្លួនដែរហើយនឹងបានដាក់សន្តិសុខពេញលេញដោយបញ្ជូនកងកម្លាំងរបស់អ៊ុយក្រែនទៅកាន់កាប់នៅទីដែលដណ្ដើមបាននេះគឺជាការបញ្ជាក់របស់ខាងប្រទេសអ៊ុយក្រែនហើយបើតាមវិទ្យាសាស្ត្រសិក្សាសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ISW បានបញ្ជាក់ថាពេលនេះគឺកងកម្លាំងអ៊ុយក្រែនមានសន្ទុះខ្លាំងក្លាក្នុងការវាយប្រហារបណ្ដេញកងកម្លាំងរុស្ស៊ីចេញពីជុំវិញនឹងក្នុងខេត្តខាគីវឬក៏តំបន់ខាគីវនេះគេស្ទើរតែទាំងអស់ទៅហើយជាមួយគ្នានឹងអនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនលោកស្រី Hanna Malia ក៏បានបង្ហាញប្រាប់អ្នកសារព័ត៌មានអំពីផែនការនានាដែលនឹងត្រូវដណ្ដើមយកតំបន់ខាគីវទាំងមូលឲ្យបានមកវិញដែលក្នុងនោះលោកស្រីថាវាពេលវេលានេះឆាប់ពេកមិនអាចបញ្ជាក់លម្អិតថាតើត្រូវគ្រប់គ្រងឲ្យបានទាំងស្រុងក្នុងរយៈពេលចន្លោះពីពេលណាទៅដល់ពេលណាទេក៏ប៉ុន្តែជារួមមកដល់ពេលនេះគឺទំហំផ្ទៃដីដែលដណ្ដើមបាននឹងគឺរហូតដល់ជាង 6000 គីឡូម៉ែត្រកាឡាហើយពេលនេះក៏កងកម្លាំងអ៊ុយក្រែននៅមានព្រៀបគ្រប់សមរភូមិជាពិសេសនៅទីតាំងវិទ្យាសំខាន់ហ្នឹងរូបភាពផ្កាយរណបពីវិទ្យាស្ថានសិក្សាសង្គ្រាមរបស់សហរដ្ឋអាមេរិកបានមើលឃើញថាកងកម្លាំងអ៊ុយក្រែនហ្នឹងគឺបានវាយបណ្ដេញបំបាក់ទាំងស្មារតីរបស់កងកម្លាំងរុស្ស៊ីនិងបំបាក់ទាំងគេហៅថាសមត្ថភាពប្រយុទ្ធមិនត្រឹមតែប៉ុណ្ណោះគឺអ៊ុយក្រែនមានទាំងបាញ់បង្ហោះខិត្តប័ណ្ណគេហៅត្រាក់ហ្នឹងខិត្តប័ណ្ណហ្នឹងនៅមុនពេលវាយចូលទៅដល់ហ្នឹងប្រាប់ថាអ្នកឯងគឺជាចំណៃកណ្ដុងទេអញ្ចឹងអ្នកឯងរត់មករួមរស់ឬក៏បកគលខ្លួនឲ្យកងកម្លាំងអ៊ុយក្រែនអ្នកឯងគ្មានតម្លៃតទៅទៀត
សម្រាប់រុស្ស៊ីទេហើយអ្នកឯងក៏មិនចាំបាច់ត្រូវការសង្គ្រាមបែបនេះតែនេះគឺជាយុទ្ធសាស្ត្រដំណាក់កាលចុងក្រោយដែលកងកម្លាំងអ៊ុយក្រែនកំពុងតែសម្រុកវាសន្ធប់វៃបកខ្លាំងទៅគ្រប់មុខព្រួញចាប់តាំងពីភាគខាងកើតភាគឥសានរហូតដល់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែននិងនៅភាគអាគ្នេយ៍ម្ដុំសាប់បូរ៉ាសាដែលជាក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរដែលមានការចុះទទួលពិនិត្យពីក្រុមអធិការកិច្ចរយៈកាលកន្លងមកនេះបាទលោករីណាចង់ដឹងពីមជ្ឈដ្ឋានអ្នកជំនាញផ្នែកយោធានិងពីមជ្ឈដ្ឋានអ្នកវិភាគថាគេយល់យ៉ាងណាចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើទ័ពរុស្ស៊ីនៅពេលនេះបាទជាទូទៅខាងសហរដ្ឋអាមេរិកក្តីខាងពួកអឺរ៉ុបក្តីគឺតែងតែបង្ហាញអំពីការជឿជាក់អំពីភាពសប្បាយរីករាយដែលឃើញសន្ទុះនៃកងកម្លាំងអ៊ុយក្រែនបានវាយរលទៅមុខខ្លាំងហើយអ្វីដែលជាសមត្ថភាពដ៏ល្អនេះគឺខាងវិទ្យាស្ថានសិក្សាសង្គ្រាម ISW របស់សហរដ្ឋអាមេរិកបានលើកឡើងថាអ៊ុយក្រែនពិតជាមានសមត្ថភាពមានឥទ្ធិពលខ្លាំងក្លាដោយសារតែការប្រើប្រាស់ប្រព័ន្ធអាវុធបាញ់មីស៊ីលពហុជំនាញហិមាសហ្នឹងគឺប្រើប្រាស់ដោយប្រសិទ្ធភាពដែលធ្វើឲ្យស្ថានភាពសង្គ្រាមហ្នឹងគឺបែរមកមានព្រៀបទៅខាងកងកម្លាំងរបស់ខ្លួនវិញជាមួយគ្នានេះលោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខនៅសេតវិមានសន្តិសុខជាតិនៅសេតវិមានបានប្រាប់អ្នកសារព័ត៌មានថាយើងបានមើលឃើញអំពីអ្វីដែលកើតឡើងគឺជាការផ្លាស់ប្ដូរយ៉ាងលឿននិងឃើញព្រឹត្តិការណ៍ខ្លះដែលជារឿងមួយគួរឲ្យកត់សម្គាល់ខ្លាំងក៏ប៉ុន្តែនេះជាសង្គ្រាមមិនអាចប៉ាន់ប្រមាណជាមុនបានទេមកដល់ពេលនេះយើងមិនទាន់ដឹងថាជំហានឬក៏វិធានការបន្ទាប់របស់រុស្ស៊ីនឹងដើរច្រកណាវិញផងទេដែលនេះលោកបង្ហាញអំពីការប្រុងប្រយ័ត្នថារុស្ស៊ីអាចនឹងប្រើច្រកផ្សេងជាការវាយប្រហារឬក៏អាចថាជាអន្ទាក់ឲ្យរុញឲ្យអ៊ុយក្រែនហួសទៅមុខហើយគេមើលឃើញរហូតដល់កងកម្លាំងអ៊ុយក្រែននឹងបានរត់ឆ្លងផុតតាំងព្រំដែនអ៊ុយក្រែននឹងចូលទៅក្នុងទឹកដីរុស្ស៊ីដែលមន្ត្រីរបស់សហរដ្ឋអាមេរិកខាងមន្ទីរបញ្ចកោនឹងថាវាមិនសមថាជាសញ្ញាមួយដែលគេមិនគួរមើលឃើញថាកងកម្លាំងរបស់រុស្ស៊ីនឹងគឺបាក់ទ័ពដល់ថ្នាក់នឹងទេក៏ប៉ុន្តែនេះហើយគឺជាអ្វីមួយដែលគេថាជាវិធានការគួរឲ្យប្រុងប្រយ័ត្នលោកឧត្តមសេនីយ៍ត្រី Patrick Ryder ជាអ្នកនាំពាក្យមន្ទីរបញ្ចកោសហរដ្ឋអាមេរិកបានបញ្ជាក់ថាយើងបានឃើញច្បាស់តាំងពីដើមទីមកគឺកងកម្លាំងរបស់រុស្ស៊ីបង្ហាញពីឆន្ទៈមោះមុតក្នុងការប្រយុទ្ធឬការខំននាលក្នុងការប្រយុទ្ធប៉ុន្តែពេលនេះបានបង្ហាញអំពីរបៀបមួយដូចជារខិរខាគ្មានសន្តាប់ធ្នាប់ហើយដូចជាគ្មានជំនាញក្នុងការប្រយុទ្ធបែរជារត់ចោលសមរភូមិនិងគ្រឿងយុទ្ធោបករណ៍នានាដែលនៅសេសសល់រហូតទៅដល់ជិតទីក្រុងKherson នោះក៏មានដែរដែលនេះជាសញ្ញាមួយដែលគេយល់ថាវាជារឿងប្លែកដែរដែលទាហានរុស្ស៊ីដែលស្វិតស្វាញក្នុងរយៈកាលប្រមាណ7ខែមកនេះរយៈកាលចុងក្រោយនេះបែរជារត់រខិរខាចោលសមរភូមិជាមួយគ្នាដែរលោកអូឡាសូលអធិការបតីអាល្លឺម៉ង់ក៏បានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកវ្លាឌីមៀរពូទីនប្រធានាធិបតីរុស្ស៊ីថាឥឡូវនេះគួរតែរុស្ស៊ីបែរមករកដំណោះស្រាយការទូតវិញជាពិសេសគឺផ្អែកទៅលើបទឈប់បាញ់ដើម្បីដោះស្រាយបញ្ហានេះគឺទោះយ៉ាងណាក៏ដោយរុស្ស៊ីមិនអាចចាំរហូតដល់សហគមន៍អន្តរជាតិដួលរលំបែរជាខ្លួនឯងដួលរលំបានទេដោយសារថាសហគមន៍អន្តរជាតិស្ថិតនៅពីក្រោយអ៊ុយក្រែនអញ្ចឹងរុស្ស៊ីមិនបាច់អងអីតទៀតទេរកមធ្យោបាយណាដែលកុំឲ្យខ្លួនអាម៉ាស់ខ្លាំងពេកហើយអាចចរចាជាមួយអ៊ុយក្រែនផ្ដល់សម្បទានយ៉ាងណាអាចជជែកជាមួយអ៊ុយក្រែនបានមិនអាចរងចាំរហូតដល់សហគមន៍អន្តរជាតិចុះខ្សោយគឺរុស្ស៊ីនឹងខ្សោយមុនសហគមន៍អន្តរជាតិបាត់ទៅហើយបាទការទូតជប៉ុនម្នាក់ដែលបម្រើការងារនៅស្ថានកុងស៊ុលនៃអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីត្រូវបានរុស្ស៊ីចាប់ខ្លួននិងបណ្តេញចេញពីប្រទេសក្រោមការចោទប្រកាន់ពីបទធ្វើចារកម្មរុស្ស៊ីបាននិយាយនៅថ្ងៃច័ន្ទទី26ខែកញ្ញាថាបានឃាត់ខ្លួនអ្នកការទូតជប៉ុនម្នាក់ដែលបម្រើការងារនៅស្ថានកុងស៊ុលនៃអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីពីបទបំពេញការងារទាក់ទងទៅនឹងការធ្វើចារកម្មបើតាមសេវាកម្មសន្តិសុខរុស្ស៊ី FSB បាននិយាយថាអ្នកការទូតជប៉ុនរូបនោះត្រូវបានចាប់ខ្លួនអំឡុងពេលកំពុងតែប្រព្រឹត្តខុសច្បាប់រុស្ស៊ីតាមរយៈការស៊ើបរកព័ត៌មានសម្ងាត់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយបណ្ដាប្រទេសដទៃនៅក្នុងតំបន់ Indo-Pacific តែមិនបានបង្ហាញឈ្មោះប្រទេសទាំងនោះទេ
បន្ថែមលើនេះអ្នកការទូតរូបនោះក៏បានស្វែងរកព័ត៌មានអំពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិចនៅលើតំបន់ Primorsky ភាគខាងកើតផងដែរ FSB បានចែកចាយវីដេអូខ្លីមួយដែលខ្លួនបាននិយាយថាអ្នកការទូតជប៉ុនម្នាក់នោះបានទទួលស្គាល់ថាលោកបានបំពានច្បាប់របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទរុស្ស៊ីបានកោះហៅមន្ត្រីទូតជប៉ុនប្រចាំក្រុងមូស្គូទៅកាន់ក្រសួងការបរទេសរុស្ស៊ីដើម្បីតវ៉ាអំពីរឿងនេះហើយទុកពេលឲ្យមន្ត្រីទូតដែលប្រព្រឹត្តកំហុសឆ្គងប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីចាក់ចេញពីប្រទេសក្នុងរយៈពេល48ម៉ោងនេះបើតាមក្រសួងការបរទេសរុស្ស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមលើនេះ FSB បានដាក់ការតវ៉ាទៅដល់ទីក្រុងតូក្យូតាមរយៈបណ្ដាញការទូតផងដែររុស្ស៊ីបានចាត់ទុកប្រទេសជប៉ុនជាប្រទេសអារីភាពដោយបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរួមទាំងអង់គ្លេសនិងអូស្ត្រាលីគួរជំរាបជូនថាទីក្រុងមូស្គូនិងតូក្យូបានចាត់វិធានការសងសឹកគ្នាទៅវិញទៅមកនិងការបណ្ដេញអ្នកការទូតចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022នៅពេលដែលលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានចាប់ផ្ដើមលើកទ័ពចូលឈ្លានពានអ៊ុយក្រែនដែលមានកម្លាំងហៅថាជាប្រតិបត្តិការយោធាពិសេសតាមពិតទៅទីក្រុងតូក្យូមានទំនាក់ទំនងស្មុគស្មាញជាមួយទីក្រុងមូស្គូតាំងពីមុនពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទៅទៀតភាគីទាំងពីរមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី2នៅឡើយទេដោយសារតែនៅជំពាក់ជំពិននឹងចំនួននៅប្រជុំកោះគូរីលប្រជុំកោះគូរីលដែលមានកោះសរុបទាំងអស់56ស្ថិតនៅជាប់គ្នាលាតសន្ធឹងពីជ្រោយកាំឆាត់ការបស់រុស្ស៊ីរហូតទៅដល់កោះហុកកៃដូរបស់ជប៉ុនដំបូងឡើយជប៉ុនជាអ្នកកាន់កាប់ប្រជុំកោះគូរីលទាំងមូលនៅមុនសង្គ្រាមលោកលើកទី2ក្រោយជប៉ុនចាញ់សង្គ្រាមរុស្ស៊ីដែលពេលនោះជាសហភាពសូវៀតបានលើកទ័ពចូលវាយដណ្ដើមយកប្រជុំកោះគូរីលទៅកាន់កាប់ទាំងអស់ជប៉ុនដែលជាជនចាញ់សង្គ្រាមបានទាមទារយកកោះ4ក្នុងចំណោមកោះទាំងអស់56នៅប្រជុំកោះគូរីលមកវិញតែរុស្ស៊ីតថ្លៃឲ្យតែ2កោះប៉ុណ្ណោះតែជប៉ុនមិនយល់ព្រមរហូតមកដល់បច្ចុប្បន្ន